សូមជូនរឿងនិទានអំពីបេះដូងប្រពន្ធចំពោះប្តីទាំងឡាយគួរយល់ចិត្តនិងអាណិតស្រឡាញ់ប្រពន្ធខ្លួនឲ្យបានច្រើនដោយការគ្រាដំបូងដែលអ្នកធ្លាប់បានស្រឡាញ់ស្នេហាចំពោះគាត់តាំងពីដំបូងទឹកចិត្តប្រពន្ធកាលបើបានស្គាល់អ្នកជាប្តីតាំងពីមិនទាន់បានរៀបការក៏នាងមិនដែលបានគិតថាប្តីថ្ងៃក្រោយទៅជាយ៉ាងណានោះទេដោយបេះដូងស្រឡាញ់និងស្រែកទាមទាររកបុរសម្នាក់នោះក៏បានឆ្លើយតបនឹងសំណើដោយយល់ព្រមរៀបការជាមួយបុរសជាប្តីបន្ទាប់មកក៏បានរស់នៅជាមួយគ្នាមិនថាទឹកក្តៅទឹកត្រជាក់បាយទឹកនំចំណីតែងរៀបចំឲ្យប្តីគ្រប់វិនាទីគ្រប់ពេលវេលាមិនដែលដាច់នោះឡើយទឹកចិត្តប្រពន្ធចំពោះប្តីកាលបើឃើញប្តីបានល្អធ្វើការមានមុខមាត់មានកេរ្តិ៍ឈ្មោះមានមិត្តភក្តិមានអ្នកធំអ្នកតូចមានញាតិមិត្តជិតខាងស្រឡាញ់រាប់អានរាក់ទាក់ស្មោះស្ម័គ្រនឹងប្តីប្រពន្ធក៏សប្បាយចិត្តរីករាយពន់ពេកជាងប្តីខ្លួនឯងទៅទៀតប្រពន្ធរៀបចំសពបែបយ៉ាងផ្ទះសម្បែងទ្រព្យសម្បត្តិបោះជូតដោះលាងគ្រប់វិនាទីគ្រប់ពេលវេលាតែងតែក្នុងគំនិតគិតឃើញថាកាលបើមិនធ្វើដូច្នេះប្តីរបស់ខ្ញុំនឹងអាម៉ាស់មុខចំពោះមនុស្សទូទៅព្រោះថាខ្ញុំមិនចង់ឃើញប្តីរបស់ខ្ញុំអាប់អោនកិត្តិយសអាប់អោនកេរ្តិ៍ឈ្មោះនោះទេប្រពន្ធចាប់ផ្ដើមស្រឡាញ់ប្តីខ្លាំងឡើងប្តីមិនដែលដឹងពីចិត្តប្រពន្ធនោះទេប្រពន្ធកាលណាបើប្តីត្រឡប់មកដល់ផ្ទះប្រពន្ធតែងរៀបបាយទឹកនំចំណីខោអាវស្លៀកពាក់សម្រាប់ប្តីគ្រប់ពេលរាល់ថ្ងៃរាល់ខែរាល់ឆ្នាំកាលបើសិនជាដឹងថាប្តីមានទុក្ខលំបាកនៅរឿងអ្វីមួយប្រពន្ធបេះដូងរបស់ប្រពន្ធក៏ចាប់ផ្ដើមញ័រល្ហិតល្ហាយក្រៀមក្រំលើប្តីទៅទៀតតែប្រពន្ធគ្រប់រូបតែងតែនៅមានស្នាមញញឹមទុកឲ្យប្តីរបស់គាត់គ្រប់គ្នាជានិច្ចតើប្តីទាំងអស់តើអ្នកបានដឹងពីចិត្តប្រពន្ធដែរឬទេប្រពន្ធពោពោះបាក់រូបបាក់ឆោមស្បែកក៏ជាធ្លាក់មុខក៏ផតដៃជើងក៏ស្គមរីងរៃតើប្តីមិនដឹងទេថាទឹកចិត្តប្រពន្ធធំធេងកម្រិតណាប្រពន្ធចាញ់គរញ័រល្ហិតល្ហាយបាយទឹកនំចំណីប្រពន្ធក៏មិនដែលបានញ៉ាំពេញមាត់បានឆ្ងាញ់ដូចគេដោយក្តីស្រឡាញ់ប្តីស្រឡាញ់កូនគិតថាគ្រួសារត្រូវតែមានកូនត្រូវតែមានប្តីនិងខ្លួនឯងនាងបានថែទាំកូនទុកឲ្យប្តីយ៉ាងល្អរយៈពេល9ខែ10ថ្ងៃនាងមិនបានដេកពេញភ្នែកមិនបានញ៉ាំស្រួលដូចអ្នកដទៃមិនបានធ្វើកាយវិការអាកប្បកិរិយាទៅណាមកណាដូចនារីដែលគ្មានផ្ទៃពោះនោះទេប្តីគួរយល់ទឹកចិត្តប្រពន្ធថាពេលប្រពន្ធចិត្តគ្រប់ខែគ្នាដេកផ្អៀងមិនបានផ្កាមិនបានពេលនោះតើនាងមានអារម្មណ៍ឈឺចាប់ចុករួយក្នុងរាងកាយរបស់នាងយ៉ាងណាប្តីតើប្តីដឹងថាចិត្តប្រពន្ធចំពោះប្តីយ៉ាងណានោះទេទោះបីខ្លួនមានពោះពងធំយ៉ាងណាក្តីក៏នៅរៀបចំបាយទឹកនំចំណីមិនឲ្យប៉ះពាល់ទឹកចិត្តប្តីឡើយក្រែងប្តីមកពីធ្វើការហត់មិនបានអ្វីញ៉ាំប្រពន្ធចំពោះប្តីគឺមានតែក្តីស្រឡាញ់ស្មោះស្ម័គ្រស្មោះសរមួយទល់នឹងមួយមិនដែលធ្វើឲ្យប្តីអាក់អន់សពុនចិត្តនោះទេទឹកចិត្តប្រពន្ធគ្រប់រូបបេះដូងប្រពន្ធគ្រប់រូបការឈឺចាប់ប្រពន្ធគ្រប់រូបត្រូវលាក់ទុកដោយនៅក្នុងហប់សម្ងាត់
ដោយមិនបញ្ចេញឲ្យប្តីដឹងឡើយនារីការបើដាក់ចិត្តស្រឡាញ់បុរសហើយគឺនាងប្រគល់អស់ពីបេះដូងថ្លើមប្រមាត់ទាំងអាយុជីវិតរបស់នាងដោយមិនគិតពីថ្ងៃក្រោយមានរឿងអ្វីនោះទេប្រពន្ធគឺស្រឡាញ់ប្តីជាងអ្វីទាំងអស់ព្រមលះបង់ជីវិតចំពោះប្តីគឺនៅត្រង់នាងពពោះនិងសម្រាប់បុត្រមិនថាពេលសម្រានាងជួបបញ្ហាអ្វីអ្នកខ្លះក៏សម្រាតាមធម្មជាតិអ្នកខ្លះក៏វះកាត់អ្នកខ្លះក៏រងទុក្ខវេទនាតម្រាំតែប្រសូតកូននោះចេញមកតើនេះគឺជាសេចក្តីស្រឡាញ់ចំពោះអ្នកណានេះមិនមែនជាក្តីស្រឡាញ់និងបេះដូងដែលបរិសុទ្ធចំពោះប្តីនិងកូនទេឬទឹកចិត្តប្រពន្ធធ្ងន់ពន់ពេកធំជាងធរណីជ្រៅជាងមហាសមុទ្រធំធេងជាងមេឃាគ្មានអ្វីប្រដូចបាននោះទេសូមប្តីទាំងឡាយយល់ដល់ចិត្តប្រពន្ធកុំធ្វើបាបត្រូវចេះចែករំលែកការងារទាំងយប់ថ្ងៃជាមួយប្រពន្ធរបស់យើងបេះដូងប្រពន្ធបានធ្ងន់ធ្ងរថាប្តីសម្លាញ់ការងារទាំងឡាយអូនមិនដែលឲ្យបងធ្វើទេសំខាន់ឲ្យតែបងស្រឡាញ់អូនតែមួយមុខថ្នាក់ថ្នមផ្លូវចិត្តរបស់អូនទៅបានហើយប្រពន្ធបានរៀបរាប់ទាំងក្តុកក្តួលក្នុងចិត្តថាស្ត្រីគ្រប់រូបតែងតែចង់មានបុរសមួយនារីមួយរស់នៅជាមួយគ្នាអស់មួយជីវិតសូមអង្វរប្តីកុំមានអ្នកទី3កុំធ្វើបាបចិត្តប្រពន្ធអីកុំត្រគោះបោះបោកកុំវាយដំច្រំធាក់កុំគំរោះគំរើយកុំស្ដីបន្ទោសឲ្យប្រពន្ធខ្លាំងបេះដូងប្រពន្ធជួយចាប់ណាស់តែប្រពន្ធមិនដែលត្អូញត្អែចេញមកក្រៅនោះទេបេះដូងប្រពន្ធរងចាំតែប្តីនិយាយពាក្យថាតើថ្ងៃនេះអូនស្រួលខ្លួនទេអូនសប្បាយចិត្តទេថ្ងៃនេះអូនធ្វើម្ហូបពិបាកទេអូនបោកអាវហត់ទេអូនថែទាំផ្ទះជូតផ្ទះសម្បែងហត់ទេពាក្យទាំងនោះហើយដែលប្រពន្ធចង់បានចេញពីមាត់ប្តីរបស់ពួកគេដោយក្តីស្រឡាញ់តែមួយគត់មិនថារូបសម្រស់មិនថាទ្រព្យសម្បត្តិបានផ្ញើលើប្តីអស់ហើយរូបសម្រស់តាំងពីស្គាល់ប្តីដំបូងនាងមានសាច់សខ្ចីវ័យក្មេងស្រស់ស្អាតសក់ខ្មៅរលើបរលោងក្រោយពេលនាងបានរៀបការជាមួយប្តីបានរយៈពេល 4-5 ឆ្នាំប្រពន្ធក៏មានកូនទី3សម្រស់របស់នាងក៏កាន់តែធ្លាក់ចុះបន្តិចម្ដងប៉ុន្តែបេះដូងរបស់នាងគឺនៅពណ៌ក្រហមច្រាលធំធេងរកអ្វីប្រៀបផ្ទឹមពុំបានចំពោះប្តីដដែលសូមអន្តោងចិត្តប្តីទាំងអស់សូមស្រឡាញ់ប្រពន្ធឲ្យបានច្រើនប្រពន្ធដូចគ្នាក៏សូមអន្តោងចិត្តប្រពន្ធឲ្យស្រឡាញ់ប្តីឲ្យបានច្រើនរឿងនិទានចំពោះប្តីប្រពន្ធនៅពេលនេះក៏សូមបញ្ចប់តែត្រឹមនេះបន្តទៅនេះសូមអធិប្បាយបន្ទាប់នៃជីវិតគ្រួសារជាប្តីប្រពន្ធពិតណាស់បុរសម្នាក់នារីម្នាក់មិនដែលស្គាល់គ្នាសោះក៏ចាប់ផ្ដើមរស់នៅជាមួយគ្នាចាប់ផ្ដើមស្រឡាញ់គ្នាចាប់ដៃគ្នារៀបការជាមួយគ្នាតែមិនដឹងថាគេស្មោះត្រង់ជាមួយយើងអស់មួយជីវិតឬមួយក៏អត់ទេមិនដឹងថាគេធ្វើឲ្យទឹកភ្នែកឬមួយក៏អត់ទេមិនដឹងថាគេស្មោះត្រង់ជាមួយខ្លួនឬមួយក៏អត់ទេប៉ុន្តែខាងប្រុសក៏សម្រេចចិត្តថាយកនាងជាភរិយាអស់មួយជីវិតឯចំណែកខាងស្រីក៏បានបដិញ្ញាចិត្តទាំងរូបឆោមសម្រស់រូបកាយរបស់នាងប្រគល់ឲ្យបរិសដែលជាប្តីអស់មួយជីវិតដោយមិនគិតថាគេមានចិត្តស្មោះត្រង់ទៀងត្រង់ជាមួយខ្លួនឬមិនមានភាពទៀងត្រង់ជាមួយខ្លួននោះឡើយមិនដឹងថាពេលរស់នៅជាមួយគេស្រួលដូចរស់នៅជាមួយម៉ែឪបងប្អូនដែរឬទេតែចិត្តរបស់គេក្រំឈឺចាប់ឬមួយក៏ស្រស់ថ្លាដូចបេះដូងពណ៌ក្រហមនោះទេក៏នាងមិនបានដឹងដែរប៉ុន្តែបុរសម្នាក់និងនារីម្នាក់បានចាប់ដៃគ្នាស្រឡាញ់គ្នាអស់មួយជីវិត
នោះក៏ព្រោះតែសេចក្តីស្រឡាញ់តែមួយគត់មនុស្សគ្រប់រូបស្ត្រីគ្រប់រូបបុរសគ្រប់រូបកាលណាបើយល់អំពីសេចក្តីស្រឡាញ់នៅក្នុងខ្លួនសេចក្តីស្រឡាញ់គ្មានរូបរាងគ្មានពណ៌សម្បុរគ្មានឋានៈយសស័ក្តិគ្មានវណ្ណៈគ្មានខ្មៅសទាបខ្ពស់មានក្រនោះឡើយសេចក្តីស្រឡាញ់របស់បុរសនារីមិនអាចកាត់ថ្លៃបាននោះទេបើសិនជាមានមនុស្សម្នាក់និយាយថាបុរសនិងនារីស្រឡាញ់គ្នាគឺមានពណ៌សម្បុរមានអាយុមានវណ្ណៈមានយសស័ក្តិនោះគឺមិនពិតនោះឡើយបេះដូងនិងបេះដូងគឺជាបេះដូងមួយគត់មិនមានកាត់ថ្លៃបាននោះទេបេះដូងគឺជាចំណែកបេះដូងម្ខាងទៀតឯបេះដូងម្ខាងទៀតក៏ជាចំណែកបេះដូងម្ខាងទៀតពេលនោះបេះដូងคล้ายជាបេះដូងមួយគូទៅហើយដោយបេះដូងមួយគូនោះមានពណ៌ក្រហមយ៉ាងស្រស់ស្អាតដោយបេះដូងមួយគូនោះគ្មានបានគិតអំពីការឈឺចាប់អ្វីទាំងអស់ពេលដែលចាប់ផ្ដើមរស់នៅជាមួយគ្នាបេះដូងមួយគូនោះក៏ចាប់ផ្ដើមរស់នៅជាមួយគ្នាដោយស្រឡាញ់គ្នាខ្វះគ្នាមិនបានបេះដូងមួយគូបានបើកចំហឲ្យគ្នាទៅវិញទៅមកមិនថាពេលយប់ពេលថ្ងៃឬពេលណាទាំងអស់មិនថាជួបរឿងល្អឬជួបរឿងអាក្រក់បេះដូងទាំងពីរនោះមិនដែលត្អូញត្អែមិនដែលយំស្រែកទាមទារនៅអ្វីឡើយក្រៅពីបេះដូងទាំងសងខាងមានពណ៌ក្រហមដូចគ្នាតែមួយគត់សេចក្តីស្រឡាញ់របស់បុរសនិងនារីគឺជាសេចក្តីស្រឡាញ់អមតៈជាសេចក្តីស្រឡាញ់ដែលបានយូរអង្វែងរាប់រយឆ្នាំព្រោះថាបេះដូងទាំងពីរនោះនឹងមើលថែគ្នាអស់មួយជីវិតតាមរយៈការនៃចិត្តនិងខ្លួនប្រាណអស់កែជាអង្វែងដរាប